ជំរាបសួរប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយជាមួយនឹងខ្សែភាពយន្តថ្មីថ្ងៃនេះផងដែរត្រឡប់មកវិញជាមួយនឹងការសម្រាយនៅខ្សែភាពយន្តថ្មីជាបន្តតើខ្សែភាពយន្តនៅក្នុងថ្ងៃនេះគឺមានចំណងជើងថា John Wick វគ្គ 3 ចំពោះខ្សែភាពយន្ត John Wick វគ្គ 3 នេះគឺបានបន្តអំពី John Wick ភាគទី 2 ដែលបន្តពី John នេះគឺបានធ្វើការសម្លាប់ Santino de Antonio ដែលជាមេប៉ងធំអក្រិតកម្មជនជាតិអ៊ីតាលីដ៏មានអំណាចនិងឥទ្ធិពលម្នាក់នៅក្នុងទឹកដីសន្តាគារ The Continental ក៏មានន័យថាគាត់នេះគឺបានប្រព្រឹត្តនៅកំហុសដ៏ធំមួយនៅក្នុងចក្រវាឡនៃពិភពសង្គមងឹតមួយនេះហើយដោយសារតែបានយកយល់អំពីមិត្តភាពជាមួយនឹងគ្នានោះ Winston ដែលជាម្ចាស់គ្រប់គ្រងសន្តាគារ The Continental នៅក្នុងទឹកដីនៃទីក្រុងញូវយ៉កនេះគាត់នឹងក៏បានទុកនៅពេលវេលាឲ្យ John ចំនួន1 ម៉ោងដើម្បីធ្វើការរត់គេចខ្លួនចាក់ចេញអំពីទឹកដីនៃទីក្រុងមួយនេះគឺនិមន្តពេលដែលកងត្រា Excommunicado នឹងការសម្លាប់ John ដើម្បីយកប្រាក់រង្វាន់គឺបានឈានចូលមកដល់ដល់ពេលវេលាមនុស្សនឹងឈានចូលមកដល់នៅម៉ោងប្រមាណជា 6 ល្ងាចនេះតែម្ដងហើយ John បន្ទាប់ពីបានដឹងនៅរឿងរ៉ាវបែបនេះហើយគាត់នឹងក៏បានបញ្ញាធ្វើដំណើរចាក់ចេញអំពីទីតាំងមនុស្សខណៈពេលដែលក្រុមឃាតករជាច្រើនដែលបានធ្វើការលាក់ខ្លួនរងចាំធ្វើការវាយប្រហារទៅកាន់ John នៅពេលវេលាដែលកងត្រា The Excommunicado បានឈានចូលមកដល់នោះពួកគេនឹងក៏បានប្រើកាយភ្នែកដ៏មុតស្រួចឈរសម្លឹងមើលទៅ John ហើយបើដូចជាសត្វប្រមាញ់រងចាំអាហារដូច្នោះដែរដែលបន្ទាប់ពីនោះ John ក៏បានធ្វើការហៅឡានតាក់ស៊ីមួយគ្រឿងដើម្បីជិះជាមួយនឹងសត្វឆ្កែរបស់គាត់ឆ្ពោះដំណើរទៅកាន់ទីតាំងនៃបណ្ណាល័យសាធារណៈមួយដែលស្ថិតនៅក្នុងទីក្រុងញូវយ៉កនៅក្នុងគោលបំណងដើម្បីស្វែងរកជំនួយរបស់មួយចំនួនដែលគាត់នេះគឺបានរក្សាទុកនៅក្នុងទីតាំងមនុស្សប៉ុន្តែដោយសារតែក្នុងខណៈពេលនោះស្ថានភាពនៃចរាចរណ៍នៅក្នុងទីក្រុងនេះគឺមានការកកស្ទះជាខ្លាំងដូច្នេះហើយ John ក៏បានសម្រេចចិត្តប្រោលឲ្យជាមួយនឹងកាក់មាសមួយចំនួនទៅកាន់អ្នកបើកបរដើម្បីឲ្យគេនេះគឺជួយនាំសត្វឆ្កែរបស់គាត់ឆ្ពោះដំណើរទៅកាន់ទីតាំងនៃសន្តាគារ The Continental ដែលស្ថិតនៅក្នុងទីក្រុងញូវយ៉កវិញដោយគោលបំណងរបស់គាត់នេះគឺចង់ផ្ញើសត្វឆ្កែរបស់គាត់ជាមួយនឹងមេការក្នុងសន្តាគារមនុស្សដែលមានឈ្មោះថា Charon ហើយគាត់ក៏បានធ្វើការចាក់ចេញអំពីឡានតាក់ស៊ីមនុស្សដើម្បីធ្វើដំណើរដោយថ្មើរជើងទៅកាន់ទីតាំងនៃបណ្ណាល័យសាធារណៈមនុស្សតែម្ដងហើយបន្ទាប់ពីបានធ្វើដំណើរទៅដល់ John ក៏បានដកយកជាមួយនឹងសម្ភារៈមួយចំនួនដែលមានដូចជារូបថតគាត់ជាមួយនឹងប្រពន្ធរបស់គាត់ដែលបានលាក់ទុកនៅក្នុងទីតាំងមនុស្សក៏ដូចជាវត្ថុដ៏សំខាន់ចំនួន2ទៀតដែលជាប្រអប់ marker និងខ្សែកបន្តោងជើងឆ្កាងមួយផងដែរដែលភ្លាមនោះផងដែរក៏ស្រាប់តែលេចវត្តមាននៃឃាតករម្នាក់ដែលមានឈ្មោះថា Ernest ដែលគេនឹងក៏បានធ្វើការបង្ហាញខ្លួននៅក្នុងទីតាំងនៃបរិវេណបណ្ណាល័យមនុស្សនិងថែមទាំងមានបំណងចង់បាក់ការវាយប្រហារដើម្បីសម្លាប់ទៅកាន់ John ថែមទៀតតែបន្ទោះបីជាពេលនោះ John ក៏បាននិយាយរំលឹកទៅកាន់គេថាពេលវេលានៅម៉ោង 6 ល្ងាចនេះគឺមិនទាន់ឈានចូលមកដល់នោះឡើយដូច្នេះហើយគេនឹងគឺមិនអាចធ្វើការសម្លាប់ទៅកាន់គាត់បាននោះទេប៉ុន្តែនៅក្នុងកំឡុងពេលនោះ Ernest ក៏បាននិយាយប្រាប់ទៅកាន់ John ថាទីតាំងមួយនេះគឺមានតែវត្តមានរបស់គាត់ជាមួយនឹង John តែប៉ុណ្ណោះហើយដូច្នេះហើយបើសិនណាជាគាត់ធ្វើការសម្លាប់ John នៅមុនពេលវេលាម៉ោង 6 ល្ងាចនោះក៏គ្មាននរណាម្នាក់គឺបានដឹងអំពីហេតុការណ៍នេះនោះដែរហើយគ្រាន់តែពីបាននិយាយចប់ភ្លាម Ernest ក៏បានបាក់ការវាយប្រហារទៅកាន់វត្តមានរបស់ John នៅក្នុងកំឡុងពេលនោះតែម្ដងហើយក្នុងពេលនៃការប្រយុទ្ធគ្នានោះផងដែរ Ernest ក៏អាចមានឱកាសដើម្បីចាក់ទៅកាន់ John ចំនួនមួយកំបិតខណៈពេលដែល John វិញក៏បានប្រើប្រាស់សិភៅដែលនៅក្នុងទីតាំងនៃបរិវេណបណ្ណាល័យដើម្បីធ្វើជាអាវុធក្នុងការវាយប្រហារតទល់ជាមួយនឹងវត្តមានរបស់ Ernest វិញហើយនៅទីបំផុត John ក៏អាចមានឱកាសក្នុងការសម្លាប់ Ernest ឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងកំឡុងពេលនោះតែម្ដងហើយបន្ទាប់ពីបានរងរបួសហើយនោះ John ក៏បានធ្វើដំណើរទៅស្វែងរកជាមួយលោកតាចាស់ម្នាក់ដែលជាលោកគ្រូពេទ្យនៅក្នុងពិភពសង្គមងឹតមួយនេះនិងបានស្នើសុំទៅកាន់គាត់ដើម្បីជួយដែលរបួសមកឲ្យខ្លួនតែកំឡុងពេលនោះមិនយូរប៉ុន្មានពេលវេលានៅម៉ោង 6 ល្ងាចក៏បានឈានចូលមកដល់ដូច្នេះហើយច្បាប់ Excommunicado នេះក៏ត្រូវបានចាប់ផ្ដើមអនុវត្តហើយនេះក៏មានន័យថារាល់ជនទាំងឡាយណាដែលនៅពីខាងក្រោមនៃច្បាប់ The High Table ពួកគេគឺមិនអាចធ្វើការផ្ដល់សេវានិងការជួយសង្គ្រោះទៅកាន់ John Wick បានទៀតនោះឡើយហើយ John Wick នៅពេលនោះដែលគ្មានជំរឿគាត់នឹងក៏បានសម្រេចចិត្តដើម្បីបញ្ចប់ជាមួយនឹងការដែលរបួសដល់ខ្លួនឯងតែម្ដងហើយនៅមុនពេលដែលចាក់ចេញ John ក៏បានធ្វើការលះទៅកាន់លោកគ្រូពេទ្យចំនួនប្រមាណគ្រាប់ដើម្បីកុំឲ្យក្រុម The High Table នេះគឺបានធ្វើការចោទប្រកាន់ទៅកាន់គាត់ថាបានលួចផ្ដល់ជាមួយនឹងសេវាកម្មជួយសង្គ្រោះទៅកាន់ John នោះឯងហើយ John បន្ទាប់ពីបានចាក់ចេញអំពីទីតាំងមនុស្សបានតែបន្តិចគាត់នឹងក៏ត្រូវបានវត្តមាននៃក្រុមឃាតករមួយចំនួននេះក៏បានឃើញអំពីវត្តមានរបស់គាត់ហើយដូច្នេះហើយពួកគេនឹងក៏បានធ្វើការរត់ដេញតាមពីខាងក្រៅទៅកាន់ John នៅក្នុងគោលបំណងដើម្បីធ្វើការសម្លាប់ទៅកាន់ John នោះឯងហើយ John ដោយសារតែគ្មានជំរឿគាត់នឹងក៏បានលួចចូលទៅក្នុងទីតាំងនៅកន្លែងលក់វត្ថុបុរាណមួយកន្លែងនិងបានប្រើប្រាស់ជាមួយអាវុធមួយចំនួនដែលជាអាវុធសេរីចាស់ក្នុងការកែច្នៃនិងផ្គុំវាឡើងទៅគ្រាន់ជាឧបករណ៍បាក់ការវាយប្រហារតទល់ជាមួយនឹងវងឃាតករទាំងអស់នោះវិញហើយជាមួយនឹងថ្មីដៃនិងបទពិសោធន៍សមត្ថភាពមិនធម្មតារបស់ John នៅក្នុងខណៈពេលនោះ John ក៏បានធ្វើការសម្លាប់ទៅកាន់ពួកគេឲ្យស្លាប់បាត់បង់ជីវិតអស់ទៅហើយជាមួយនឹងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ$14 លានដូច្នេះហើយវត្តមាននៃក្រុមឃាតករទាំងអស់នោះពួកគេនេះគឺពិតជាខ្វះកចង់បានជាមួយនឹងលុយទាំងអស់នោះជាខ្លាំងហើយដោយសារតែបែបនេះហើយ John នៅពេលដែលគាត់នេះគឺបានចាត់ការជាមួយនឹងពួកគេអស់មួយក្រុមហើយនោះភ្លាមក៏ស្រាប់តែលេចវត្តមាននៃក្រុមឃាតករមួយក្រុមទៀតក៏បានបង្ហាញខ្លួនចេញមកនិងបានបាក់ការវាយប្រហារបាញ់សម្លាប់ទៅកាន់ John ដើម្បីធ្វើការដណ្ដើមជាមួយនឹងប្រាក់រង្វាន់ហើយបន្ទាប់ពីបានចាត់ការជាមួយនឹងក្រុមឃាតករមួយនៅក្នុងទីតាំងនៅក្រៅមួយកន្លែង John ក៏បានធ្វើការជិះសេះមួយក្បាលចាក់ចេញអំពីទីតាំងមនុស្សដែលខណៈពេលជាមួយគ្នានោះផងដែរក្រុមឃាតករជិះម៉ូតូនឹងក៏បានបង្ហាញវត្តមានរបស់គេចេញមកដូចគ្នាហើយ John វិញនៅពេលដែលបានឃើញបែបនេះហើយគាត់នឹងក៏បានប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏ពិសេសរបស់គាត់ដើម្បីធ្វើការជិះសេះបណ្ដានិងបាក់ការបាញ់ប្រហារតទល់ជាមួយនឹងពួកគេសម្រាប់ទៅកាន់ពួកគេវិញបណ្ដាហ
បន្ទាប់ពីនោះចនក៏បានធ្វើដំណើរទៅដល់ទីតាំងនៅកន្លែងរោងល្ខោនមួយដែលមានឈ្មោះថា The Roscaroma និងបានទៅជួបគ្នាជាមួយនឹងប្រធានគ្រប់គ្រងនៅក្នុងទីតាំងមនុស្សដែលមានរហស្សនាមថា The Director ហើយតាមការសន្ទនារបស់អ្នកទាំងពីរយើងក៏បានស្គាល់អំពីឈ្មោះពិតប្រាកដរបស់ John Wick ដែលគាត់នឹងគឺមានឈ្មោះថា Jadani Jovanovic ហើយក្នុងកំឡុងពេលនៃការសន្ទនារបស់អ្នកទាំងពីរនោះយើងក៏បានដឹងអំពីទំនាក់ទំនងរបស់ពួកគេទៅតាមពិតទៅ The Director នេះគាត់នឹងគឺជាអ្នកមានគុណដែលបានធ្វើការចិញ្ចឹមបីបាច់រក្សា John ក៏ដូចជាបានផ្ដល់នៅទីតាំងស្នាក់នៅនិងការវឹកហាត់នៅក្នុងទីតាំងនៅកន្លែងរោងល្ខោន The Roscaroma នេះផងដែរក៏ព្រោះតែតាមពិតទៅ John នឹងគឺមានអតីតភាពជាក្មេងកំព្រាតែប៉ុណ្ណោះនិងជាសមាជិកចុងក្រោយនៃកុលសម្ព័ន្ធមួយដែលមានឈ្មោះថា Bellaro ហើយដោយសារតែបែបនេះហើយ John ក៏បានធ្វើការបង្ហាញជាមួយនឹងបន្តោងខ្សែករូបឈើឆ្កាងមួយទៅកាន់ The Director ដែលបន្តោងខ្សែករូបឈើឆ្កាងនេះក៏បានតំណាងឲ្យអត្ថន័យនៃសម្បត្តិដែលថា The Director គាត់នឹងគឺបានជំពាក់គុណរបស់ John មួយហើយដោយសារតែបែបនោះហើយ John គាត់នឹងក៏បានធ្វើការស្នើសុំទៅកាន់ The Director ជាមួយនឹងការធានាសុវត្ថិភាពរបស់គាត់ធ្វើដំណើរចាក់ចេញអំពីទីក្រុងមួយនេះទៅកាន់ទីក្រុងមួយទៀតដែលមានឈ្មោះថា Casablanca ហើយនៅពេលនោះ The Director ដោយសារតែគាត់នឹងគឺគ្មានជំរឿគាត់នឹងក៏បានយល់ព្រមជាមួយនឹង John ដែលក្នុងចិត្តនឹងគឺនៅស្ទាក់ស្ទើរផងដែរដោយមូលហេតុស្ថាប័នរបស់គាត់នេះគឺស្ថិតនៅពីខាងក្រោមនៃក្រុមប្រឹក្សា The High Table ដូចគ្នាហើយច្បាស់ណាស់បើសិនណាជាគាត់គឺហ៊ានផ្ដល់ជំនួយទៅកាន់ John បែបនេះនោះក៏មានន័យថាស្ថាប័នរបស់ពួកគេគឺហ៊ានល្មើសជាមួយនឹងច្បាប់របស់ពួក The High Table ដូចគ្នាកលែងមកកាន់ទីតាំងនៅសន្តាគារ The Continental ដែលស្ថិតនៅក្នុងទីក្រុង New York នេះវិញនៅក្នុងខណៈពេលនេះក្រុមប្រឹក្សា The High Table ពួកគេនឹងក៏បានបញ្ជូនអ្នកកាត់ក្តីម្នាក់ដែលមានឈ្មោះថា The Adjudicator ដើម្បីធ្វើដំណើរមកកាន់ទីក្រុងមួយនេះក្នុងការកាត់ក្តីទៅកាន់សំណុំរឿងរបស់ John នោះឯងហើយគ្រាន់តែពីបានធ្វើដំណើរមកដល់ភ្លាមនេះនឹងក៏បានធ្វើការថ្កោលទោសទៅកាន់ Winston តែគាត់នេះក៏បានធ្វើការផ្ដល់ពេលវេលាជំនួស1ម៉ោងទៅកាន់ John ដើម្បីរត់គេចខ្លួនបន្ទាប់ពីគេគឺហ៊ានសម្លាប់ទៅកាន់ Santino ហើយដោយសារតែបែបនេះហើយនេះក៏បានសម្រេចចិត្តបណ្ដេញ Winston ចាក់ចេញអំពីតំណែងជាប្រធានគ្រប់គ្រងនៅក្នុងទីតាំងនៃសន្តាគារមួយនេះនិងទុកពេលឲ្យ Winston ត្រឹមតែមួយសប្តាហ៍តែប៉ុណ្ណោះដើម្បីរើវ៉ាន់ចាក់ចេញអំពីតំណែងរបស់គាត់ហើយក្រោយមក Adjudicator នេះគេនឹងក៏បានធ្វើដំណើរទៅជួបជាមួយមេប៉ាក់ស្មូមដែលមានឈ្មោះថា The Beverly King ក៏ដូចជាបានធ្វើការបណ្ដេញគេឲ្យចេញពីតំណែងនៃមេប៉ាក់ស្មូមតំបន់ក្រោមដីមួយនេះដោយទុកពេលវេលាឲ្យគេត្រឹមតែ7ថ្ងៃតែប៉ុណ្ណោះដោយហេតុផលក៏ដោយសារតែគេនឹងគឺហ៊ានផ្ដល់ជំនួយទៅកាន់ John Wick និងថែមទាំងបានធ្វើការផ្ដល់ជំនួយគ្រាប់កំភ្លើងចំនួន7គ្រាប់ទៅកាន់ John នោះឯងក៏เลยមកកាន់វត្តមានរបស់ John នៅវិញក្នុងគណៈពេលនេះបន្ទាប់ពីបានទទួលជំនួយពីសំណាក់ The Director ហើយនោះគាត់ក៏បានធ្វើដំណើរមកដល់ទឹកដី Casablanca បានសម្រេចទៅជោគជ័យតែជាការពិតណាបើទោះបីជាគាត់នឹងក៏បានធ្វើដំណើរមកដល់ទីតាំងមួយនេះយ៉ាងណាក៏ដោយប៉ុន្តែគាត់ក៏នៅតែជួបប្រទះជាមួយវត្តមាននៃក្រុមឃាតករជាច្រើនដែលបានធ្វើការលាក់ខ្លួនរងចាំពន្ធស្ទាក់ធ្វើការវាយប្រហារសម្រាប់ John ដើម្បីដណ្ដើមជាមួយនឹងប្រាក់រង្វាន់នោះឯងហើយក្រោយពីបានចាត់ការជាមួយនឹងវត្តមាននៃក្រុមឃាតករទាំងអស់នោះហើយ John ក៏បានធ្វើដំណើរទៅកាន់ទីតាំងនៃសន្តាគារ The Continental មួយដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Moroccan ដើម្បីជួបជាមួយអតីតមិត្តភក្តិរបស់គាត់ម្នាក់ដែលមានឈ្មោះថា Sophia ដែលតាមពិតទៅ Sophia នេះក៏នឹងគឺជាម្ចាស់គ្រប់គ្រងនៅក្នុងទីតាំងនៃសន្តាគារមួយនេះតែម្ដងហើយគ្រាន់តែពីបានឃើញវត្តមានរបស់ John ភ្លាម Sophia នឹងក៏បានធ្វើការដកកំភ្លើងបាក់កាបាញ់ប្រហារទៅកាន់ John ចំនួន1គ្រាប់ដែលនេះប្រហែលជាអាចនឹងការស្វាគមន៍មិត្តចាស់របស់ពួកគេតែប៉ុណ្ណោះក៏ព្រោះតែនៅពេលនោះ John នឹងគឺមានអាវការពារគ្រាប់ដូច្នេះហើយគ្រាប់កំភ្លើងគឺមិនអាចធ្វើអ្វីទៅកាន់គាត់បាននោះឡើយនៅពេលនោះ John នឹងក៏បានធ្វើការបង្ហាញដល់ម៉ាឃើមួយទៅកាន់ Sophia តែនេះគឺមានន័យថានេះនឹងគឺធ្លាប់បានជំពាក់គាត់កាលពីពេលអតីតកាលហើយនៅក្នុងខណៈពេលនោះ John ក៏បានស្នើសុំទៅកាន់ Sophia ដើម្បីឲ្យជួយធ្វើការបំពេញជាមួយនឹងច្បាប់ដល់ម៉ាឃើជាមួយនឹងគាត់ដែលគាត់នឹងគឺចង់ឲ្យនាងជួយជូនគាត់ទៅជួបជាមួយអតីតនាយវាយរបស់នាងដែលមានឈ្មោះថា Berada ដែល John Wick បន្ទាប់ពីបានធ្វើដំណើរទៅជួបជាមួយនឹងវត្តមានរបស់បារម្ភអ្នកនោះហើយគាត់ក៏បានធ្វើការលើកជង្គង់ស្នើសុំអង្វរករទៅកាន់ The Berada ដើម្បីឲ្យគេជួយបង្ហាញត្រួសត្រាយផ្លូវក្នុងការនាំគាត់ទៅជួបជាមួយនឹងបុគ្គលនៃស្ថាប័នដ៏មានអំណាចមួយដែលនៅពីខាងលើនៃក្រុមប្រឹក្សា The High Table ដើម្បីអាចមានលទ្ធភាពក្នុងការជួយសង្គ្រោះការពីអាយុជីវិតរបស់គាត់នោះឯងដែលបារម្ភអ្នកនោះគឺត្រូវបានគេដាក់រហស្សនាមថា The Elder ហើយភ្លាមនោះ Berada នឹងក៏បានធ្វើការនិយាយប្រាប់ទៅកាន់ John Wick ផងដែរថាបើសិនណាជាគាត់គឺមានបំណងចង់ជួបជាមួយនឹង The Elder នោះគាត់គឺត្រូវតែធ្វើដំណើរតាមរយៈតារាដែលមានពន្លឺភ្លឺជាងគេដោយធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ដ៏ធំល្វឹងល្វើយនិងធ្វើដំណើររហូតដល់ទៅអស់ផ្លូវឬក៏ដួលសន្លប់តែម្ដងហើយនៅពេលនោះបើសិនណាជាមាននិស្ស័យ John ក៏នឹងអាចជួបផ្ទាល់ជាមួយនឹងវត្តមានរបស់ The Elder តែម្ដងហើយក្រោយពីបានធ្វើការប្រាប់និងណែនាំផ្លូវទៅកាន់ John ហើយនោះ Berada នឹងក៏មានបំណងចង់សុំសត្វឆ្កែរបស់ Sophia ប៉ុន្តែភ្លាមក៏ត្រូវបាននាងធ្វើការនិយាយបដិសេធថាវាគឺមិនមែនសម្រាប់សុំនោះឡើយហើយដោយសារតែមានចិត្តខឹងជំនួស Sophia ផងនោះ Berada នឹងក៏បានដកកំភ្លើងរបស់គេចេញមកហើយធ្វើការបាញ់ប្រហារទៅកាន់សត្វឆ្កែមួយនេះតែម្ដងតែនៅពេលនោះជាសំណាងល្អវានឹងគឺមិនបានធ្វើការសម្លាប់ទៅកាន់សត្វឆ្កែរបស់នាងនោះឡើយក៏ដោយសារតែសត្វឆ្កែរបស់ Sophia នឹងគឺមានអាការពារគ្រាប់ចុះនៅពេលនោះគាត់នឹងក៏បានព្យាយាមហាមឃាត់ទៅកាន់ Sophia ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយគាត់គឺមិនអាចធ្វើការហាមចិត្តរបស់នាងបាននោះឡើយហើយដោយសារតែបែបនេះហើយពួកគេនឹងក៏បានបាក់ការបាញ់ប្រហារជាមួយនឹងវត្តមាននៃកូនចៅរបស់ Berada នៅក្នុងទីតាំងមនុស្សតែម្ដង
ទៅពេលនោះចនវិកសូហ្វីជាមួយនឹងសាច់ឆ្កែរបស់នាងទាំងពីរក៏បានបាក់ការវាយប្រហារតទៅជាមួយនឹងកូនចៅរបស់បេរដាដែលមានវត្តមានជាច្រើននៅក្នុងទីតាំងមនុស្សដើម្បីអាចឲ្យពួកគេធ្វើការសម្រុកចាក់ចេញអំពីទីតាំងមនុស្សបានតែពួកគេក៏បានធ្វើការសហការគ្នាដើម្បីសម្លាប់ទៅកាន់កូនចៅរបស់បេរដាដែលមាននៅក្នុងទីតាំងមនុស្សឲ្យស្លាប់បាត់បង់ជីវិតអស់ជាបន្តបន្ទាប់ក្លេមកកាន់ Adjudicator នៅវិញក្នុងគណៈពេលនេះគេនឹងក៏បានធ្វើដំណើរមកជួបជាមួយនឹងកំពូលនិនចាម្នាក់ដែលមានឈ្មោះថា Zero នឹងបានដាក់នៅការងារដ៏ធំមួយទៅកាន់គាត់ដែលជាសំណុំរឿងក្តីរបស់ចនក៏ដូចជាធ្វើការចាត់ការទៅកាន់ជនណាម្នាក់ដែលហ៊ានធ្វើការល្មើសច្បាប់លួចផ្ដាល់ជាជំនួយទៅកាន់ចននោះឯងដែលបន្ទាប់ពីបាននិយាយគ្នារួចហើយពួកគេនឹងក៏បានធ្វើដំណើរមកកាន់ទីតាំងនៃកន្លែងរោងតខោនមួយដែលមានឈ្មោះថា Roscaroma ដែលវានឹងគឺជាទីតាំងដំបូងគេដែលក្រុមរបស់ Zero គឺចាប់ផ្ដើមជាមួយនឹងប្រតិបត្តិការដែលពួកគេនឹងគឺបានបញ្ជូននៅនិនចាអាចកម្លាំងជាច្រើនធ្វើដំណើរចូលទៅកាន់ទីក្រុងមនុស្សដើម្បីធ្វើការសម្លាប់ទៅកាន់វត្តមាននៃមនុស្សដែលនៅពីខាងក្នុងឲ្យស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ដោយស្ងៀមស្ងាត់តែម្ដងហើយបន្ទាប់ពីបានចាត់ការទៅកាន់មនុស្សទាំងអស់ដែលនៅក្នុងទីតាំងមនុស្សហើយ Adjudicator ជាមួយនឹងក្រុមមនុស្សរបស់គេក៏បានសួរទៅកាន់ The Director អំពីដៃម្ខាងណាដែលគាត់នឹងគឺបានផ្ដល់ជំនួយទៅកាន់ចនវិញនោះឯងហើយនៅពេលនោះបន្ទាប់ពីពួកគេនេះគឺបានដឹងហើយគាត់នឹងក៏បានបញ្ជាឲ្យ Zero ធ្វើការដកដាលរបស់គាត់ចេញមកដើម្បីចាក់ទម្លុះទៅកាន់ដៃមនុស្សនៅក្នុងអត្ថន័យនៃការថ្កោលទោសដែលគាត់នឹងគឺហ៊ានល្មើសច្បាប់ផ្ដល់ជាជំនួយទៅកាន់ចននោះឯងដែលបន្ទាប់ពីបានចាត់ការទៅកាន់ក្រុមមនុស្សនៃ Roll Account នៃ Roscaroma ហើយនោះ Adjudicator ក៏បានបញ្ជាឲ្យ Zero ជាមួយនឹងក្រុមមនុស្សរបស់គាត់ធ្វើដំណើរទៅកាន់ទីតាំងនៃតំបន់ក្រោមដីដែលជាតំបន់គ្រប់គ្រងដើម្បីប៉ាក់ស្មូមួយដែលមានឈ្មោះថា The Barbary King នៅក្នុងគោលបំណងដើម្បីចាត់ការទៅកាន់ពួកគេតែម្ដងដោយការដែលធ្វើបែបនេះក៏ព្រោះថាពួកគេនេះគឺចង់ផ្ដល់មេរៀនទៅកាន់ The Barbary King តែគាត់នេះគឺមិនបានចាក់ចេញអំពីតំណែងដោយជាការបញ្ជារបស់ Adjudicator ដែលបន្ទាប់ពីបានចាត់ការទៅកាន់កូនចៅរបស់គាត់ហើយនោះ Adjudicator ក៏បានបញ្ជា Zero ធ្វើការកាប់ទៅកាន់ The Barbary King ចំនួន7កាំបិតដើម្បីជាការថ្កោលទោសទៅកាន់គាត់ដែលហ៊ានផ្ដល់ជាមួយនឹងគ្រាប់កំភ្លើងចំនួន7គ្រាប់ទៅកាន់ចននោះឯងក្លែងមកកាន់វត្តមានរបស់ចននៅវិញក្នុងគណៈពេលនេះមុនពេលចាក់ចេញគាត់នឹងក៏បានធ្វើការផ្ដិតជាមួយនឹងមេដាយឈាមដើម្បីបំពេញច្បាប់ The Marker ទៅឲ្យ Sophia ហើយបន្ទាប់ពីនោះគាត់នឹងក៏បានធ្វើដំណើរដើរតាមតារាដែលមានពន្លឺភ្លឺជាងគេឆ្លងកាត់នៅតំបន់វាលខ្សាច់ដ៏ធំល្វឹងល្វើយដែលកន្ទុយភ្នែកតាមសម្ដីរបស់បេរដាតែបន្ទាប់ពីបានធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃនោះដោយសារតែមានការហៅហត់អស់កម្លាំងជាខ្លាំងចនក៏ត្រូវបានដួលសន្លប់នៅលើទីតាំងនៃវាលខ្សាច់មនុស្សតែម្ដងដែលបន្ទាប់ពីនោះក៏ស្រាប់តែលេខវត្តមាននៃបរិបម្នាក់គឺបាននាំចនទៅជួបជាមួយនឹងមេដឹកនាំរបស់ខ្លួនដែលមានឈ្មោះថា The Elder ហើយ The Elder នៅពេលនោះបន្ទាប់ពីបានឃើញចនហើយគាត់នឹងក៏បាននិយាយទៅកាន់ចនផងដែរថាគាត់នឹងក៏មិនដែលឃើញនរណាម្នាក់ដែលព្យាយាមចង់រស់ដូចជាចននោះឡើយហើយដោយសារតែបែបនេះគាត់នឹងក៏បានសួរទៅកាន់ចនថាគ្រប់យ៉ាងដែលគេធ្វើនេះថាគេនេះគឺមានគោលបំណងអ្វីពិតប្រាកដតែចននៅពេលនោះគាត់នឹងក៏បាននិយាយប្រាប់ទៅត្រង់ទៅកាន់ The Elder ផងដែរថាគ្រប់យ៉ាងដែលគាត់ធ្វើនេះក៏ព្រោះតែគាត់នឹងគឺចង់រស់ដើម្បីបន្តចងចាំនៅអនុស្សាវរីយ៍ល្អៗជាមួយនឹងប្រពន្ធរបស់គាត់នោះឯងតែអនុស្សាវរីយ៍ទាំងអស់នោះពួកគេនឹងធ្លាប់បានកសាងជាមួយនឹងគ្នានៅក្នុងកំឡុងពេលដែលនាងនៅមានជីវិតហើយបើទោះបីជាពេលនេះនាងគឺបានស្លាប់បាត់បង់ជីវិតយ៉ាងណាក៏ដោយប៉ុន្តែគាត់គឺនៅតែចង់បន្តនៅជីវិតដើម្បីបន្តនៅការចងចាំដ៏មានន័យនេះជាបន្តទៀតនោះឯងហើយបន្ទាប់ពីបានស្ដាប់នៅពាក្យសម្ដីរបស់ចនហើយនោះវានឹងក៏បានធ្វើឲ្យ The Elder គឺពិតជាមានការរំជួលចិត្តជាខ្លាំងដល់នៅទីបំផុតគាត់នឹងក៏បានសម្រេចចិត្តដើម្បីយល់ព្រមលើកលែងទោសទៅកាន់ចនដែលរក្សាជីវិតឲ្យចននឹងបន្តមានឱកាសដើម្បីធ្វើការក្រុមប្រឹក្សាដល់ High Table ជាបន្តជាថ្នូរជាមួយនឹងចនដើម្បីធ្វើការសម្លាប់ទៅកាន់វត្តមានរបស់ Winston ដែលជាការពិតណាស់ជាមួយនឹងការដោះដូរដ៏ធំមួយនេះវានឹងក៏បានធ្វើឲ្យចនគឺពិតជាមានការស្រឡាញ់កាន់ជាខ្លាំងហើយនៅពេលនោះបើទោះបីជាបែបនេះក៏ដោយចនគឺគ្មានជំរឿនដើម្បីតថ្លៃជាមួយនឹង The Elder នោះឡើយហើយនៅទីបំផុតគាត់នឹងក៏បានយល់ព្រមទទួលយកសំណើដ៏ធំមួយនេះហើយដើម្បីបង្ហាញជាមួយនឹងភាពស្មោះត្រង់និងភក្ដីភាពចំពោះ The Elder ចនក៏បានធ្វើការកាត់ម្រាមដៃរបស់គាត់មួយក៏ដូចជាផ្ដល់នូវចិញ្ចៀនរៀបការរបស់គាត់ទៅកាន់ The Elder ដើម្បីបង្ហាញអំពីភក្ដីភាពតទៅពេលនោះចនក៏បានធ្វើដំណើរត្រឡប់មកកាន់ទឹកដីនៃទីក្រុង New York វិញហើយនៅពេលនោះដោយសារតែចនគឺមិនទាន់ធ្វើការសម្លាប់ទៅកាន់ Winston នេះក៏មានន័យថាកងទ័ពដែលឲ្យ Communicado ក៏ដូចជាការសម្លាប់ចនដើម្បីយកប្រាក់រង្វាន់គឺនៅតែបន្តដូចគ្នាហើយនៅពេលនោះយើងក៏បានឃើញផងដែរអំពីវត្តមាននៃវងឃាតករជាច្រើនដែលបានធ្វើការដេញតាមដើម្បីសម្លាប់ទៅកាន់ចនជាបន្តបន្ទាប់តែចនវិញនៅខណៈពេលនោះគាត់ក៏បានធ្វើការបន្តដើម្បីប្រយុទ្ធតទល់ជាមួយនឹងវត្តមាននៃវងឃាតករទាំងអស់នោះតែបន្ទាប់ពីនោះមិនយូរប៉ុន្មានចនក៏បានធ្វើដំណើរទៅដល់ទីតាំងនៃសណ្ឋាគារ The Continental បានសម្រេចដោយសុវត្ថិភាពហើយចននៅពេលនោះគាត់ក៏បានទៅជួបគ្នាជាមួយនឹងវត្តមានរបស់ Winston ដែលខណៈពេលនោះផងដែរ Winston ក៏បានដឹងអំពីវត្តមាននៃការមកដល់របស់ចនតែតាមពិតទៅចននេះគឺមានបំណងក្នុងការសម្លាប់ទៅកាន់គាត់នោះឯងតែបើទោះបីជាយ៉ាងណាក៏ដោយគាត់ក៏បានយល់អំពីការសម្រេចចិត្តដ៏គ្រោះថ្នាក់របស់ចនមុននេះហើយគាត់គឺមិនអាចធ្វើការហាមឃាត់ឬក៏ផ្លាស់ប្ដូរចិត្តរបស់ចននោះឡើយតែចំពោះចនវិញគាត់ក៏បានយល់អំពីរឿងរ៉ាវដែលបានកើតឡើងគ្រប់យ៉ាងដែលមូលហេតុដែល Winston គឺបានធ្លាក់មកដល់ចំណុចមួយនេះក៏ដោយសារតែគាត់គឺបានទុកពេលវេលាឲ្យចនដើម្បីរត់គេចខ្លួននោះឯងហើយនៅមុនពេលដែល The Adjudicator នឹងគឺបានធ្វើដំណើរមកដល់ Winston ក៏បានសួរទៅកាន់ចនផងដែរថាគាត់នឹងគឺចង់ស្លាប់នៅក្រោមកិត្តិនាមនឹងគេឈ្មោះជាកំពូលឃាតកររបស់គាត់ឬក៏ចង់មានឈ្មោះត្រឹមតែជាមនុស្សសាមញ្ញធម្មតាដូចជាការដែលចននឹងគឺរស់នៅជាមួយនឹងប្រពន្ធរបស់ខ្លួនដែលបន្ទាប់ពីនោះមិនយូរប៉ុន្មានដោយសារតែចនគឺមិនបានធ្វើការសម្លាប់ទៅកាន់ Winston ខណៈពេលដែល Winston វិញក៏មិនបានធ្វើការសម្លាប់ទៅកាន់ចននោះ Adjudicator ក៏បានធ្វើការតាក់ទងទូរស័ព្ទទៅកាន់ស្ថាប័នគ្រប់គ្រងទូទៅដើម្បីឲ្យពួកគេដកសិទ្ធិនៅសណ្ឋាគារ The Continental នេះឲ្យស្ថិតនៅជាតំបន់ធម្មតាហើយ
នេះក៏មានន័យថាគ្រប់កម្ពុជាឃាតករទាំងអស់ពួកគេនឹងក៏អាចធ្វើដំណើរចូលមកកាន់ទីតាំងនៃសណ្ឋាគារនេះនៅក្នុងគោលបំណងដើម្បីសម្រាប់ទៅកាន់ចនជាមួយនឹងវត្តមានរបស់ Winston បានហើយមិនត្រឹមតែប៉ុណ្ណេះនោះទេ The Adjudicator គេនឹងក៏បានធ្វើការបញ្ជូននូវកងកម្លាំង The High Table ជាច្រើនធ្វើដំណើរមកកាន់ទីតាំងនៃសណ្ឋាគារនេះក៏ដូចជាវត្តមាននៃក្រុមរបស់ Zero ធ្វើដំណើរមកកាន់ទីតាំងនៃសណ្ឋាគារនេះផងដែរដោយគោលបំណងរបស់គេគឺចង់ចាត់ការទាំងចនជាមួយនឹងវត្តមានរបស់ Winston តែម្ដងហើយដោយសារតែគ្មានជំរឿ Winston នឹងក៏បានសម្រេចចិត្តដើម្បីធ្វើសង្គ្រាមតទៅជាមួយនឹងក្រុម The High Table ទាំងអស់នេះតែគាត់នឹងក៏បានផ្ដល់ជាមួយនឹងអាវុធមួយចំនួនទៅកាន់ចនក៏ដូចជាវត្តមាននៃកូនចៅរបស់គាត់ដើម្បីឲ្យពួកគេប្រើប្រាស់ក្នុងការបាញ់ការពារទៅកាន់ទីតាំងនៃសណ្ឋាគាររបស់គាត់តែម្ដងហើយបន្ទាប់ពីនោះមិនយូរប៉ុន្មានឈុតឆាកនៃការប្រយុទ្ធគ្នារបស់ពួកគេទាំងពីរក្រុមក៏ត្រូវបានចាប់ផ្ដើមកាត់ឡើងនៅក្នុងទីតាំងនៃសណ្ឋាគារនេះដូចគ្នាហើយក្រោយពីបានធ្វើការបាញ់ប្រហារតទៅជាមួយនឹងកូនចៅរបស់ក្រុម High Table ហើយនោះចនក៏បានតប៉ះគ្នាជាបន្តជាមួយនឹងវត្តមានរបស់ Zero ជាមួយនឹងកូនចៅរបស់គាត់ដូចគ្នាហើយបន្ទាប់ពីនោះចនក៏បានតប៉ះគ្នាជាមួយនឹងកម្ពុជាឃាតករចំនួន2នាក់ដែលគេនេះគឺជាដៃឆ្វេងនិងដៃស្ដាំរបស់ Zero តែម្ដងហើយនៅពេលនោះជាមួយនឹងកេតនាមជាកម្ពុជាឃាតកររបស់ចនពួកគេក៏បានធ្វើការប្រយុទ្ធតទៅជាមួយនឹងចននៅក្តីគោរពផងដែរហើយក្រោយពីបានតទៅជាមួយនឹងពួកគេអស់មួយសន្ទុះចនក៏អាចមានការដើម្បីប្រយុទ្ធយកឈ្នះទៅកាន់ពួកគេប៉ុន្តែដោយសារតែក្តីគោរពវិញគាត់នឹងក៏មិនបានធ្វើការយកអាយុជីវិតរបស់ពួកគេនោះឡើយដែលបន្ទាប់ពីនោះចនក៏បានតប៉ះគ្នាជាមួយនឹងមេធំរបស់ពួកគេដែលមានឈ្មោះថា Zero ហើយគាត់ក៏បានធ្វើការប្រយុទ្ធយកឈ្នះទៅកាន់គេដូចគ្នាហើយចននៅពេលនោះគាត់នឹងក៏បានធ្វើការចាក់ទៅកាន់ Zero ជំនុំមួយកំបិតនិងបានធ្វើដំណើរដើរចាក់ចេញអំពីទីតាំងមនុស្សបាត់ទៅហើយក្រោយពីពួកគេបានធ្វើការប្រយុទ្ធតទៅជាមួយនឹងកូនចៅជាច្រើនរបស់ក្រុម High Table ហើយនោះ Winston គាត់នឹងក៏បានធ្វើដំណើរដើម្បីទៅចរចាសាជាថ្មីជាមួយនឹង Adjudicator ដើម្បីឲ្យគាត់គេនៅតែបន្តមានសិទ្ធិនិងឱកាសដើម្បីបន្តគ្រប់គ្រងកាន់កាប់នៅក្នុងទីតាំងនៃសណ្ឋាគារនេះជាបន្តទៀតដែលភ្លាមៗនោះផងដែរក៏ស្រាប់តែលេខវត្តមានរបស់ចននឹងក៏បានធ្វើដំណើរចូលមកដល់ហើយភ្លាមនោះ The Adjudicator នឹងក៏បានសួរទៅកាន់ Winston ថាតើគាត់នឹងគឺគួរតែធ្វើបែបណាហើយគ្រាន់តែពីបានឃើញវត្តមានរបស់ចនភ្លាម Winston នឹងក៏បាននិយាយប្រាប់ទៅកាន់គេថាជំរឿរបស់គាត់គឺជាការសម្លាប់ទៅកាន់ចននោះឯងហើយភ្លាមគាត់នឹងក៏បានដកកំភ្លើងដើម្បីបាក់ការបាញ់ប្រហារទៅកាន់វត្តមានរបស់ចនដែលវាក៏បានបណ្ដាលចនគឺត្រូវបានធ្លាក់ពីលើដំបូលនៅសន្តាគារមនុស្សចុះទៅខាងក្រៅបាត់ទៅហើយនៅពេលនោះផងដែរបើទោះបីជាបានឃើញថា Winston នឹងគឺបានបាញ់ប្រហារសម្លាប់ទៅកាន់ចននៅចំពោះមុខរបស់គេយ៉ាងណាក៏ដោយប៉ុន្តែ The Adjudicator គេនឹងគឺនៅតែមិនអស់ចិត្តនោះឡើយនឹងបានធ្វើដំណើរទៅកាន់ទីតាំងនៃកន្លែងធ្លាក់សាកសពរបស់ចនតែបន្ទាប់ពីគេនឹងគឺបានធ្វើដំណើរទៅដល់គេនឹងក៏បានឃើញផងដែរថានៅក្នុងទីតាំងនេះគឺស្រាប់តែបានបាត់វត្តមាននៃសាកសពរបស់ចនបាត់ទៅហើយដោយសារតែមិនអស់ចិត្តគេនឹងក៏បានធ្វើដំណើរត្រឡប់ទៅសាជាថ្មីដើម្បីជួបជាមួយនឹង Winston និងបាននិយាយទៅកាន់គេផងដែរថាដរាបណាមពួកគេគឺមិនទាន់អាចស្វែងរកសាកសពរបស់ចនបាននោះរឿងរ៉ាវគ្រប់យ៉ាងដែលបានកើតឡើងមុននេះគឺមិនទាន់ទៅដល់ទីបញ្ចប់នោះឡើយហើយកន្លែងមកកាន់វត្តមានរបស់ចនដែលកំពុងតែរងរបួសយ៉ាងធ្ងន់ធ្ងរនៅវិញក្នុងខណៈពេលនេះគាត់នឹងក៏ត្រូវបានកូនចៅនៃបក្សស្មូម្នាក់គឺបាននាំគាត់ធ្វើដំណើរមកជួបជាមួយមេបករបស់ពួកគេដែលមានឈ្មោះថា The Barbarian King ហើយនៅពេលនោះយើងក៏បានឃើញផងដែរថាស្ដេចនៃមេបក្សស្មូម្នាក់គេនឹងក៏បានរងរបួសនៅពេញខ្លួនរបស់គេផងដែរបន្ទាប់ពីបានស៊ី7កបិតដោយស្នាដៃរបស់ Zero ហើយភ្លាមនោះ The Barbarian King បន្ទាប់ពីបានឃើញវត្តមានរបស់ចនហើយនោះគាត់នឹងក៏បាននិយាយទៅកាន់គេផងដែរថារាល់ថ្ងៃនេះគាត់នឹងគឺពិតជាជ្រេញជាមួយនឹងពួក The High Table ជាខ្លាំងតែពួកគេនឹងគឺមួយថ្ងៃគឺតែពេលនិយាយ The High Table នៅជាប់មកតែម្ដងហើយជាមួយនឹងទង្វើមួយនេះវានឹងគឺពិតជាធ្វើឲ្យគាត់នឹងគឺមានការក្រៅក្រហាយនៅក្នុងចិត្តជាខ្លាំងហើយគាត់ក៏បានសួរទៅកាន់ចនផងដែរថាតើគេនឹងគឺគិតដូចជាគាត់នឹងមានការខឹងសម្បាដូចជាគាត់ដែរឬទេតែខណៈពេលនោះចនវិញក៏បានឆ្លើយតបទៅកាន់ The Barbarian King ថាគាត់នឹងក៏មានការខឹងសម្បាដូចគ្នាហើយខ្សែភាពយន្ត John Wick វគ្គ 3 នេះក៏បានកាត់បញ្ចប់ទៅត្រឹមនេះផងដែរជាចុងក្រោយបើសិនជាពេញចិត្តសូមកុំភ្លេចជួយធ្វើការចុច like និង subscribe មកកាន់ channel មួយនេះម្នាក់មួយផងហើយយើងក៏នឹងត្រឡប់មកវិញជាមួយនឹងការសម្រាយនៃខ្សែភាពយន្ត John Wick វគ្គ 4 ជាបន្តទៀតដូចគ្នា